ប្តីតែងតែដឹកជញ្ជូនទំនិញតាមសំពៅចេញទៅរកស៊ីជួញដូរគ្រប់ទីកន្លែងមានថ្ងៃមួយសំពៅបានផ្ទុកទំនិញពេញប្តីក៏លាប្រពន្ធចាក់ចេញទៅផ្លូវធ្វើដំណើរកាត់សមុទ្រឆ្ងាយត្រូវចំណាយពេល5ថ្ងៃទើបទៅដល់ទីកន្លែងមួយពេលដល់ហើយនាយសំពៅក៏បានឲ្យអ្នកបើកបររកទីតាំងចតសំពៅដើម្បីរកកន្លែងសម្រាកនិងរកម៉ួយដើម្បីទិញទំនិញសួស្ដីលោកនាយសំពៅលោកដឹកទំនិញច្រើនយ៉ាងនេះប្រកាសជាត្រូវនៅទីនេះយូរថ្ងៃហើយបើមិនយល់ទាស់ទេលោកអាចស្នាក់នៅកន្លែងរបស់ខ្ញុំនៅទីនេះបានលោកចវាយគិតយ៉ាងម៉េចដែរពួកយើងទើបតែមកដល់ទីនេះកន្លែងណាក៏ដូចគ្នាដែរតែនៅទីនេះល្អម្យ៉ាងដែរព្រោះពួកគេរស់រីរាក់ទាក់ទទួលស្វាគមន៍ពួកយើងណាស់អញ្ចឹងយើងស្នាក់នៅទីនេះតែម្ដងទៅមែនហើយពួកខ្ញុំនឹងទទួលបម្រើពួកលោកឲ្យបានល្អសូមអញ្ជើញនៅថ្ងៃនោះលោកនាយសំពៅនិងកូនចៅត្រូវបានស្ត្រីម្ចាស់ផ្ទះសំណាក់ទទួលយ៉ាងរាក់ទាក់បំផុតនិងបាននាំពួកគេមើលបន្ទប់នៅក្នុងបន្ទប់តុបតែងយ៉ាងស្អាតដាក់តាំងសុទ្ធតែជារបស់មានតម្លៃនេះគឺជាដើកមាសដែលមានតម្លៃណាស់វាជាគេដំណែលក្នុងគ្រួសាររបស់ខ្ញុំពិតជារបស់គេមែនហើយនៅយប់នោះគេបានបម្រើក្រុមនាយសំពៅយ៉ាងគួរសមមិនឲ្យទាស់ចិត្តបន្តិចណាឡើយក្រោយហូបចុករួចពួកគេបានសម្រាកយ៉ាងលង់លក់ស្កប់ស្កល់ឈប់ភ្លាមពួកលោកទាំងអស់ហ៊ានលួចដើកមាសរបស់យើងផងអីឆាប់សងឲ្យយើងវិញភ្លាមមកអ្នកទាំងអស់គ្នាមាននរណាម្នាក់បានយកអណ្ដើកមាសរបស់គេទេបើលោកនាយសំពៅពួកខ្ញុំមិនបានយកទេប្រកាសជាមានការយល់ច្រឡំហើយពួកខ្ញុំមិនបានយកអណ្ដើកមាសរបស់អ្នកទេមានចោលណាតែសារភាពថាខ្លួនឯងបានយកនោះពួកអដែងណែណាឆាប់ឆែកឆេសំពៅភ្លាមទេមិនអនុញ្ញាតឲ្យនរណាម្នាក់មកឆែកឆេសំពៅរបស់ខ្ញុំបានទេលើកលែងតែមានមន្ត្រីសាលាស្រុកទើបអាចឆែកឆេបានពេលបានស្ដាប់ឮដូច្នេះម្ចាស់ផ្ទះសំណាក់ក៏បានចាត់មនុស្សឲ្យទៅអញ្ជើញមន្ត្រីសាលាស្រុកមកហើយក៏បានរៀបរាប់រឿងរ៉ាវទាំងអស់ឲ្យស្ដាប់សូមជម្រាបក៏បានរៀបរាប់រឿងរ៉ាវទាំងអស់ឲ្យស្ដាប់សូមជម្រាបលោកមន្ត្រីពាក្យសម្ដីដែលស្ត្រីម្នាក់នេះបាននិយាយមិនសមហេតុផលនិងគ្មានភស្តុតាងច្បាស់លាស់ដើម្បីចោទប្រកាន់ខ្ញុំនោះទេបើសិនជាគ្មានអណ្ដើកមាសរបស់អ្នកនៅក្នុងសំពៅរបស់ខ្ញុំតើគិតយ៉ាងម៉េចវិញនោះខ្ញុំនឹងប្រគល់របស់របរទ្រព្យសម្បត្តិរបស់ខ្ញុំឲ្យលោកទាំងអស់ប៉ុន្តែបើសិនជាឃើញអណ្ដើកមាសមែនខ្ញុំនឹងរឹបអូសសំពៅរបស់អ្នកទាំងមូលតើអ្នកគិតយ៉ាងម៉េចវិញបើសិនជាមានមែនខ្ញុំនឹងប្រគល់សំពៅរួមទាំងទំនិញនិងអ្នកបម្រើទាំងអស់ឲ្យទៅអ្នកធ្វើម៉េចអាចឈ្នះល្បិចយើងបាននាយប់នោះពេលដែលពួកក្រុមនាយសំពៅកំពុងស៊ីផឹកសប្បាយរីករាយស្ត្រីមានល្បិចនោះបានប្រើឲ្យអ្នកបម្រើដាក់ថ្នាំចូលទៅក្នុងម្ហូបយកទៅឲ្យអ្នកបើកបរសំពៅអ្នកបើកបរសំពៅមិនបានចាប់អារម្មណ៍ក៏បានផឹកស៊ីសន្លប់បាត់ពេលបានឱកាសហើយអ្នកបម្រើនោះក៏បានយកអណ្ដើកមាសទៅញាត់ចូលនៅក្រោមទំនិញរបស់លោកនាយសំពៅសូមរាយការណ៍ពិតជាមានអណ្ដើកមាសនៅលើសំពៅនេះមែនពុទ្ធោមិនក៏រឿងនេះកាត់ឡើងទៅកើតអ្នកទាំងអស់គ្នាមានអីត្រូវប្រកែកទៀតទេភ័ស្តុតាងច្បាស់នឹងភ្នែកហើយសំពៅនឹងទំនិញជារបស់យើងហើយអ្នកទាំងអស់គ្នាក៏ត្រូវខ្លាចជាអ្នកបម្រើរបស់យើងដែរព្រះអើយធ្វើយ៉ាងណាទើបអាចរួចផុតពីបញ្ហានេះបានលោកតាមានផ្លែក្រូចហើយមិនពិសាទៅមិនក៏មើលតែវារហូតអញ្ចឹងក្រូចនេះមិនមែនសម្រាប់ហូបទេអញ្ចឹងទុកសម្រាប់ធ្វើអីវិញទៅវាប្រើសម្រាប់ផ្ញើដំណឹងទៅកាន់នរណាម្នាក់ដែលនៅឆ្ងាយពិតមែនឬលោកតាតើផ្ញើដំណឹងដោយរបៀបណាទៅសូមសរសេរសម្បត្តិមួយច្បាប់ញាត់ចូលទៅខាងក្នុងហើយបិទឲ្យជិតរួចហើយធ្វើការប៉ងប្រាថ្នាថាក្រូចអើយសូមអ្នកជួយនាំដំណឹងនេះទៅប្រាប់ដល់សាច់ញាតិខ្ញុំផងរួចហើយបោះចូលទៅក្នុងទឹកនៅពេលនោះវានឹងអណ្ដែតទៅតាមទឹកមិនងាយវង្វេងទេព្រះអើយនេះហើយជារបស់ដែលខ្ញុំត្រូវការតើលោកតាអាចលក់វាឲ្យខ្ញុំបានទេតាមពិតទៅយើងក៏ដឹងខ្លះៗពីរឿងរបស់លោកខ្ញុំបានទេតាមពិតទៅយើងក៏ដឹងខ្លះៗពីរឿងរបស់លោកដែរយើងសង្ឃឹមថាផ្លែក្រូចនេះអាចជួយលោកបានក្នុងសម្បត្តិប្តីបានរៀបរាប់រឿងរ៉ាវគ្រប់បែបយ៉ាងឲ្យប្រពន្ធបានដឹងប្រពន្ធបានយល់ច្បាស់នៅល្បិចកលគំនិតអាក្រក់របស់ស្ត្រីនោះគេក៏បាននាំបរិវារដឹកទំនិញតាមសំពៅចេញដំណើរមករកប្តីពិតជាស្មានមិនខុសឡើយពេលទៅដល់ស្ត្រីម្ចាស់ផ្ទះសំណាក់នោះបានរៀបចំល្បិចធ្វើដូចលើកមុនទៀតពេលយល់ការនោះហើយស្ត្រីជាប្រពន្ធក៏បានឲ្យអ្នកបម្រើរបស់ខ្លួនយកអណ្ដើកមាសនោះទៅដាក់នៅកន្លែងដើមវិញល្បិចកលរបស់គេត្រូវបានប្រើបកទៅវិញទីបំផុតស្ត្រីល្បិចកលនោះក៏បានបាត់បង់អ្វីទាំងអស់
បងប៉ុន្មានឆ្នាំមកនេះបងលំបាកហើយអូនពិតជាអាណិតបងណាស់ បងនឹកអូននឹងគ្រួសារណាស់សំណាងហើយដែលមានផ្លែក្រូចទឹកនោះមិនអញ្ចឹងទេមិនដឹងជាពួកយើងត្រូវឃ្លាតឆ្ងាយពីគ្នាដល់ពេលណានោះទេដោយសារតែបាត់បង់របស់ទ្រព្យអស់គ្មានសល់ស្ត្រីគំនិតអាក្រក់នោះក៏បានលួចទឹកសម្លាប់ខ្លួនទៅហើយក៏បានចាប់កំណើតក្លាយជាត្រី កុំឆាប់ជឿសម្ដីមនុស្សប្លែកមុខកុំត្រេកអរនឹងទទួលអ្វីដែលបានដោយងាយងាយដោយពាក្យចាស់លោកពោលថាឲ្យរបស់ស្រណោះដៃយើងមិនអាចដឹងមុនទេថាគេធ្វើល្អនឹងយើងក្នុងបំណងអ្វីដូច្នេះហើយក្នុងការរស់នៅយើងត្រូវចេះគិតមុនគូវិភាគស្ថានភាពឲ្យច្បាស់មុននឹងធ្វើអ្វីមួយហើយបុគ្គលដែលលោកចង់លបួងយកទ្រព្យសម្បត្តិអ្នកដទៃតែងតែទទួលបាននៅទ្រព្យក្តៅក្រហាយជីវិតទៅថ្ងៃអនាគតគ្មានក្តីសុខឡើយ